សួស្តីប្រិយមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាលោកតាលោកយាយពូមីងទាំងអស់គ្នាយើងមកមើលការទូទាបៀប្រចាំថ្ងៃសម្រាប់ថ្ងៃប្រហ័សទី7ខែឧសភាទាំងអស់គ្នាណាយើងមកមើលជោគជតារាសីប្រចាំថ្ងៃនឹងទៅថ្ងៃអនាគតបើប្រិយមិត្តបងប្អូនកូនក្មួយមានចម្ងល់អីអាច comment បានណាចង់ទូទាយមើលជោគជតារាសីអាចជ្រើសរើសស្លឹកបៀមួយស្លឹកណាចាប់ពីស្លឹក7ដល់ស្លឹកអាត់គឺការ៉ូប៊ិចជួងស្លឹកមួយណាក៏បានដែរបើប្រិយមិត្តបងប្អូនកូនក្មួយចង់ទូទាយណាឥឡូវយើងមកមើលទាំងអស់គ្នាសម្រាប់ថ្ងៃប្រហ័សទី7ខែឧសភាទាំងអស់គ្នាជួរទី1នេះយើងទូទាយអំពីអ្នកដែលមកទាយផ្ទាល់ខ្លួនជួរទី2យើងទូទាយអំពីក្រុមគ្រួសារពុកម្ដាយបងប្អូនកូនចៅជួរទី3យើងទូទាយអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃនិងជួរទី4យើងទូទាយអំពីអនាគតឥឡូវយើងមកមើលទាំងអស់គ្នាជួរទី1ស្លឹកទី1សម្រាប់អ្នកប្រឹក្សាផ្ទាល់ខ្លួនគឺ8ជួង8ជួងនេះតំណាងឲ្យក្មេងស្រីវ័យក្មេងវាបង្ហាញពីភាពជោគជ័យនៃក្តីស្រឡាញ់ភាពរីករាយដ៏អស្ចារ្យវាប្រកាសពីការទទួលបាននៅក្នុងអាជីវកម្មឬក៏ការផ្សព្វផ្សាយភាពរីកចម្រើនដោយសារតែទេពកោសល្យតែមួយគត់របស់អ្នកប្រឹក្សាឥឡូវយើងមកមើលស្លឹកទី2អាត់គឺនេះតំណាងឲ្យព័ត៌មានដូចជាការដើរលេងកម្សាន្តភាពរីករាយនៅក្នុងផ្ទះឬក៏ការអញ្ជើញនៅក្នុងវិធីជប់លៀងអីមួយណាជាដំណឹងដែលយើងទទួលបានព័ត៌មានដែលយើងទទួលបានឥឡូវយើងមកមើលស្លឹកទី3វិញស្លឹកទី3គឺអត្តាបិចនេះតំណាងឲ្យច្បាប់មេធាវីឬក៏ចៅក្រមវាក៏មានន័យផងដែរត្រូវជាមិត្តភ័ក្តិឬក៏ញាតិអាក្រក់ឬក៏ប្តីដែលខុសខើអ្នកមកគ្រោះថ្នាក់វាប្រកាសពីការឃ្លាតឆ្ងាយពីគ្នាឬក៏ការរំខានណាដូច្នេះត្រូវប្រុងប្រយ័ត្នមែនទែនសម្រាប់បុរសនេះអ្នកដែលមកទាយផ្ទាល់ខ្លួនណាឥឡូវយើងមកមើលក្រុមគ្រួសារពុកម្ដាយបងប្អូនកូនចៅវិញម្ដងស្លឹកទី1 8ប៊ិចនេះតំណាងឲ្យគម្រាមកំហែងជំងឺគ្រោះថ្នាក់បញ្ហាដែលមកអំពីអំពើទុច្ចរិតឬក៏ការនិយាយដើមការនិយាយបង្កាច់បង្ខូចទំនាក់ទំនងអ្នកដែលនៅជុំវិញណាវាក៏មានន័យថាទុកព្រួយនឹងដំណឹងអាក្រក់ផងដែរដូច្នេះត្រូវប្រយ័ត្នប្រយែងមាត់កបន្តិចក្នុងក្រុមគ្រួសាររបស់យើងកុំឲ្យនិយាយដើមគេអាចមានរឿងរ៉ាវដល់តាក់ទងនៅក្នុងក្រុមគ្រួសាររបស់យើងណាឥឡូវយើងមកមើលស្លឹកទី2ស្លឹកទី2 7ជួងនេះតំណាងឲ្យចំនួនប្រាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចណាវាក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិត្តម្នាក់ផងដែរយើងមកមើលស្លឹកទី3វិញក្រមុំជួងនេះតំណាងឲ្យស្ត្រីមិត្តដែលត្រៀមជួយវាតំណាងឲ្យនារីសក់ខ្មៅវានេះមានប្រយោជន៍ណាគឺអ្នកសហការអ្នកជួយសហការរបស់យើងនៅក្នុងក្រុមគ្រួសាររបស់យើងត្រូវការក្នុងការរត់กระดาษស្នាមឬក៏ក្នុងកិច្ចការអ្វីមួយណាឥឡូវនេះយើងមកមើលជួរទី3ទូទាយអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃវិញស្លឹកទី1គឺ7គឺនេះតំណាងឲ្យមិត្តស្មោះត្រង់លះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍លុយកាក់នាពេលខាងមុខណាគឺសម្រាប់ទៅថ្ងៃមុខគឺល្អណាលុយកាក់ឬក៏មានអាពាហ៍ពិពាហ៍ផងដែរសម្រាប់នារីវ័យក្មេងរៀបការជាមួយបុរសដែលនឹងចោលបានសម្រាប់បុរសភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍តាមបំណងប្រាថ្នារបស់គាត់វានេះវាបញ្ជាក់ពីឥទ្ធិពលអាក្រក់ល្អយ៉ាងណាទៅតាមស្លឹកបៀដែលនៅបន្តទៀតឥឡូវយើងទៅមើលបៀបន្តទៀតណាបៀបន្តទៀតគឺ9គឺនេះតំណាងឲ្យជោគជ័យជំនះណាលើមារសត្រូវ
លទ្ធផលដ៏រីករាយក្នុងវិវាទការប្តឹងក្តីស្នេហាជាបៀននៃភាពជោគជ័យភាពរីករាយផ្សេងៗវាប្រកាសពីការបញ្ចប់នៃបញ្ហានិងការរំខានណាគឺល្អជោគជ័យនៅក្នុងអាជីវកម្មរបស់យើងគឺជោគជ័យណាឈ្នះលើមានសត្រូវទាំងអស់អត់មានរឿងរ៉ាវអីទេឥឡូវយើងមកមើលស្លឹកទី3ស្លឹកទី3នេះគឺ8កើទៀតបាទ8កើនេះតំណាងឲ្យក្មេងស្រីពណ៌តុងដែងឬក៏ថ្នោតខ្ចីនាងណែនាំសម្រាប់ដំណើរខាងមនុស្សចេតនាដែលត្រូវបានធ្វើឡើងចំពោះនាងក្នុងពេលឆាប់នេះសម្រាប់បរិះអ្នកដែលស្គាល់ស្ត្រីថ្មីពិបាកនឹងប្រកាសអំពីអារម្មណ៍របស់ខ្លួនក៏ប៉ុន្តែវានៅតែបង្ហាញពីសុភមង្គលក្នុងជំហានដែលមនុស្សម្នាក់ស្ទាក់ស្ទើរក្នុងការធ្វើវាតំណាងឲ្យបរិះមិនច្បាស់លាស់ប៉ុន្តែងប់ងល់ណាក្នុងអាជីវកម្មរបស់យើងជោគជ័យហើយថ្ងៃនេះណាប៉ុន្តែនៅ8គឺនេះក៏ល្អដែរណាសម្រាប់សុភមង្គលបាទក្នុងការចេញដំណើរទៅរកទទួលទានថ្ងៃប្រហ័សនេះគឺយើងចេញទៅម៉ោង 10:49 នាទីឬក៏ម៉ោង 1 ជាងណាម៉ោង 1:12 នាទីបាទបើចេញមុនហ្នឹងមិនសូវល្អទេដូច្នេះត្រូវប្រយ័ត្នប្រយែងបន្តិចឥឡូវយើងមកមើលជួរទី4ទូទាយអំពីអនាគតវិញស្លឹកទី1គឺ10គឺបាទគឺថ្ងៃនេះចេញច្រើនបាទ7គឺ8គឺ9គឺឥឡូវ10គឺ10គឺនេះជោគជ័យក្នុងអាជីវកម្មណាទៅថ្ងៃអនាគតគឺជោគជ័យសុភមង្គលនៅក្នុងផ្ទះអាពាហ៍ពិពាហ៍ដ៏រីករាយឬក៏សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជ័យជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារគឺល្អទៅថ្ងៃអនាគតណាគឺជោគជ័យក្នុងអាជីវកម្មផងសុភមង្គលនៅក្នុងផ្ទះផងនឹងមានអាពាហ៍ពិពាហ៍ដ៏រីករាយផងណាគឺល្អប្រសើរក្រៃលែងឥឡូវនេះយើងមកមើលស្លឹកទី2ស្លឹកទី2គឺ10ជួង10ជួងនេះតំណាងឲ្យភាពជោគជ័យផ្នែកហិរញ្ញវត្ថុភាពរុងរឿងនៅក្នុងផ្ទះវាបង្ហាញពីការសងបំណុលនិងប្រាក់កម្ចីផងដែរបាទគឺដូច10គឺដែរគឺជោគជ័យផ្នែកហិរញ្ញវត្ថុដូចគ្នាណាហើយក៏មានសុភមង្គលនៅក្នុងផ្ទះដូចគ្នាវាបង្ហាញពីការសងបំណុលផងដែរគឺល្អជាងដូចគ្នាណាបាទឥឡូវនេះយើងមកមើលស្លឹកទី3ស្លឹកទី3នេះគឺ7ការ៉ូ7ការ៉ូនេះតំណាងឲ្យការនិយាយឬក៏ដំណឹងអាក្រក់ល្អអាស្រ័យទៅលើវាដែលនៅចិត្តបាទដំណឹងដែលយើងទទួលបានគឺ10ជួរនឹងឯងគឺល្អជោគជ័យផ្នែកហិរញ្ញវត្ថុបាទ10ជួរមិញយើងជួបហើយគឺជោគជ័យផ្នែកហិរញ្ញវត្ថុភាពរុងរឿងនៅក្នុងផ្ទះវាបង្ហាញពីការសងបំណុលផងដែរបាទគឺល្អណាដំណឹងដែលយើងទទួលបានសម្រាប់ថ្ងៃនេះសម្រាប់ទៅថ្ងៃអនាគតគឺល្អណាឥឡូវនេះយើងមកមើលបរិះនៃស្ត្រីដែលកើតថ្ងៃប្រហ័សទី7ខែឧសភាវិញម្ដងបើប្រិយមិត្តបងប្អូនកូនក្មួយមានចំណាប់អារម្មណ៍ចង់ទូទាយអាច comment បានណាជ្រើសរើសបៀមួយស្លឹកចាប់ពីស្លឹក7ដល់ស្លឹកអាត់ណាគឺការ៉ូបិជួងស្លឹកមួយណាក៏បានដែរហើយកុំភ្លេចជួយcontrol channel របស់ខ្ញុំចុចលើ super share super thanks និង super sticker ម្នាក់មួយណាដើម្បីcontrol channel របស់ខ្ញុំបន្តទូទាយជូនប្រិយមិត្តបងប្អូនកូនក្មួយលោកតាលោកយាយបន្តទៀតណាឥឡូវយើងមកមើលស្ត្រីយើងតំណាងឲ្យក្រមុំជួងណាស្ត្រីដែលកើតថ្ងៃប្រហ័សទី7ខែឧសភាសម្រាប់ស្ត្រីកើតថ្ងៃប្រហ័សទី7ខែឧសភាពីអតីតកាលរបស់គាត់ស្លឹកទី1ណាពីអតីតកាលគឺក្រមុំគឺនេះតំណាងឲ្យស្ត្រីពណ៌ទង់ដែងរៀបការហើយឬក៏មេម៉ាយជាមិត្តល្អនាងស្នើឲ្យអំណោយផលដល់គម្រោងក្នុងអាពាហ៍ពិពាហ៍ពីអតីតកាលរបស់គាត់ណាឥឡូវយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលគឺអតាបិចណាអតាបិចនេះគឺតំណាងឲ្យច្បាប់ BTV ឬក៏ចៅក្រមវាក៏មានន័យផងដែរត្រូវជាមិត្តភ័ក្តិឬក៏ញាតិអាក្រក់ឬក៏ប្តីដែលខុសខើអាក្រក់បង្កគ្រោះថ្នាក់ណាដូច្នេះត្រូវមានការប្រុងប្រយ័ត្នមែនទែនបច្ចុប្បន្នកាលនេះណាវាក៏ប្រកាសពីការឃ្លាតឆ្ងាយពីគ្នាឬក៏ការរំខានផងដែរបាទសម្រាប់ស្ត្រីថ្ងៃនេះមិនល្អទេត្រូវប្រយ័ត្នប្រយែងណាអាចមានគ្រោះថ្នាក់បាទឬក៏ដំណឹងអាក្រក់
ឬក៏ប្តីដែលខុសខើបង្កគ្រោះថ្នាក់ឬក៏ការរំខានអ្វីមួយណាឥឡូវនេះយើងទៅមើលអនាគតវិញទៅថ្ងៃអនាគតគឺល្អគឺ9ជួងណា9ជួងនេះតំណាងឲ្យជោគជ័យអាចមានអាពាហ៍ពិពាហ៍ជីវិតធម្មតាការបង្កើតក្រុមគ្រួសារប្តីប្រពន្ធកូនចៅនៅក្នុងសហជីពសេរីវាក៏បង្ហាញពីភាពរីករាយដែលមិននឹកស្មានដល់ជោគជ័យផ្នែកហិរញ្ញវត្ថុបាទគឺល្អណាស់ទៅថ្ងៃអនាគតគឺអាចជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុអាចទទួលបាននៅមរតកឬក៏ការឈ្នះបណ្ដឹងអាជីវកម្មអ្វីមួយបាទទៅថ្ងៃអនាគតគឺល្អសម្រាប់ស្ត្រីថ្ងៃនេះបាទឥឡូវនេះយើងមកមើលបរិសុទ្ធវិញម្ដងសម្រាប់បរិសុទ្ធយើងតំណាងឲ្យអត្រាជួងណាអត្រាជួងនេះយើងតំណាងឲ្យបរិសុទ្ធដែលកើតថ្ងៃប្រហោះទី7ខែឧសភាឥឡូវយើងមកមើលទាំងអស់គ្នាសម្រាប់បរិសុទ្ធវិញត្រឹកទី1យើងទូទាអំពីអតីតកាលរបស់គាត់អតីតកាលគឺកតាបកើនេះតំណាងឲ្យបរិសុទ្ធស្រឡាញ់ស្មោះត្រង់ជាគូដណ្ដឹងឬក៏ជាមិត្តភក្តិពីអតីតកាលឬក៏ជាកូនដែលស្មោះត្រង់ណាកូនចៅជាកូនចៅឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលគឺអាត់កើនេះតំណាងឲ្យព័ត៌មានដូចជាការដើរលេងកម្សាន្តភាពរីករាយនៅក្នុងផ្ទះឬក៏ការអញ្ជើញក្នុងវិធីជប់លៀងអីមួយណានឹងទទួលបានដំណឹងបច្ចុប្បន្នកាលណាឥឡូវយើងទៅមើលអនាគតវិញតើនឹងបានជួបយ៉ាងណាទៅថ្ងៃអនាគតគឺ7ជួងណា7ជួងនេះតំណាងឲ្យចំនួនប្រាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចវាបង្ហាញពីវាក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិត្តម្នាក់ផងដែរបាទទៅថ្ងៃអនាគតមានលុយកាក់តិចតួចណាចំនួនលុយកាក់តិចតួចឥឡូវការទូទាយរបស់ខ្ញុំបានបញ្ចប់សពគ្រប់អស់ហើយប្រិយមិត្តបងប្អូនកូនក្មួយលោកតាលោកយាយពូមីទាំងអស់គ្នាកុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងណាជួយទ្រាំទ្រ Channel ចុចលើ Super Chat Super Seng និង Super Sticker ម្នាក់មួយដើម្បីទូទាយជូនប្រិយមិត្តបន្តទៅទៀតបាទជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាជម្រាបលាបាយបាយ